ពងវែងផ្លូវបងប្អូនប្រុស Fuharon អ្នកបានបង្ហាញអត្តសញ្ញាណរបស់ខ្ញុំនៅគ្រប់ទីកន្លែងខ្ញុំនឹងមិនចុចវាទេប៉ុន្តែយប់នេះអ្នកត្រូវផ្ដល់ឲ្យលីននូនៅកិច្ចព្រមព្រៀងត្រឹមត្រូវបញ្ជាសន្តិសុខទាញយកវីដេអូឃ្លាំមើលទាំងអស់សម្រាប់យប់នេះទាញយកវីដេអូឃ្លាំមើលទាំងអស់សម្រាប់យប់នេះប៉ាត់នឹងធ្វើឲ្យលីនជុំសុំទោសនាងប៉ាត់យាយអ្នកទាំងអស់គ្នាដើរតាមខ្ញុំដូច្នេះអ្នកគឺជាប្រធានាធិបតីហ្វូសុំទោសខ្ញុំបានលាក់បាំងអត្តសញ្ញាណរបស់ខ្ញុំពីអ្នកមុនពេលរៀបការឲ្យវាមិនអីទេបន្ទាប់ពីទាំងអស់យើងមានកិច្ចសន្យាមុនពេលរៀបការកិច្ចសន្យាអាចត្រូវបានចាត់ទុកជាមុខៈនោះមិនចាំបាច់ទេយើងនឹងនៅតែអនុវត្តតាមកិច្ចព្រមព្រៀងមុនរបស់យើងយើងនឹងទៅតាមផ្លូវដាច់ដោយឡែករបស់យើងហើយនឹងមិនរំខានដល់ជីវិតរបស់គ្នាទៅវិញទៅមកអ្នកមិនចង់ឲ្យអ្នកដទៃដឹងអំពីអាពាហ៍ពិពាហ៍របស់យើងទេពិតប្រាកដណាស់តើអ្នកដឹងទេថាមានមនុស្សប៉ុន្មានអ្នកនៅហ៊ីចេញចង់រៀបការជាមួយគ្រូសាហ្វូដូច្នេះអ្វីយោពមមើលទៅដូចជាអ្នកពិតជាខុសគ្នាពីស្ត្រីទាំងនោះខ្ញុំជាមហាក្សត្រីនៃជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំទំនុកចិត្តរះខ្ញុំមានសមត្ថភាពច្រើនជាងអ្វីដែលអ្នកគិតទៅទៀតមិនអីទេខ្ញុំជឿអ្នកចងចាំអ្នកត្រូវតែលាក់បាំងពីមនុស្សគ្រប់គ្នាថាខ្ញុំជាប្រពន្ធរបស់អ្នកមិនអីទេពិតជាបានរៀបការជាមួយអ្នកព្រោះប៉ាខ្ញុំអន្តេះសារចង់រៀបការជាមួយខ្ញុំទៅនរណាម្នាក់ផ្សេងទៀតវាមិនអីទេខ្ញុំមិនប្រកាន់ទេហេតុផលអ្វីក៏ដោយដែលអ្នករៀបការជាមួយខ្ញុំវាមិនផ្លាស់ប្ដូរការពិតដែលថាយើងបានរៀបការរួចហើយលីនវ៉ាខ្ញុំនឹងនៅក្បែរអ្នកជានិច្ចទោះបីអ្នកធ្វើអ្វីក៏ដោយខ្ញុំនឹងមិនជំទាស់ទេធ្វើបាបអ្នកគឺជាបុរសល្អម្នាក់កញ្ញាលីនអ្នកពិតជាចិត្តល្អណាស់ស្ត្រីដូចជាលីនណូអ្នកគួរតែទូរស័ព្ទទៅប៉ូលីសនៅនឹងកន្លែងហើយបានចាប់ខ្លួននាងនាំនាងទៅប៉ុស្តិ៍ប៉ូលីសពី3ថ្ងៃដើម្បីបង្រៀននាងនៅមេរៀនមួយបន្ទាប់ពីលីនណៅគឺជាបងស្រីពាក់កណ្ដាលរបស់ខ្ញុំទោះបីជានាងជារ៉េដេបដប់ប្រទេសខ្ញុំត្រូវផ្ដល់ការគោរពដល់នាងយ៉ាងហោចណាស់ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះគ្រួសារលីនសូមឲ្យខ្ញុំប្រាប់អ្នកនាងគ្រាន់តែជារ៉េដេបដប់របស់ប្រទេសប៉ុណ្ណោះនោះជាការពិតដែលនាងមិនអាចកាត់វានៅក្នុងសង្គមខ្ពស់អ្នកមិនត្រូវអាណិតនាងនៅអ្វីដែលនាងមានតម្លៃនោះទេអេតើអ្នកកំពុងធ្វើអ្វីលីនទេតើអ្នកអស់ពីគំនិតលីនរនទេអ្នកបានចោទប្រកាន់ខ្ញុំពីបទលួចរបស់អ្នកខ្ញុំចង់ឲ្យអ្នកសុំទោសខ្ញុំឥឡូវនេះចោទប្រកាន់អ្នកតើអ្នកមានភស្តុតាងទេខ្ញុំបានស្នើសុំសន្តិសុខរួចហើយសម្រាប់ថ្ងៃនេះរូបភាពខ្លមមើលហោះអញ្ចឹងបង្ហាញខ្ញុំនៅរូបភាពខ្លមមើលប៉ុន្តែប្រសិនបើអ្នកមិនមានភស្តុតាងទេលុតជង្គង់ហើយសុំទោសខ្ញុំភ្លាមចុះប្រសិនបើខ្ញុំមានភស្តុតាងតោះមើលវាជាមុនខ្ញុំបានដាក់ខ្សែដៃរួចហើយនៅក្នុងកាបូបរបស់លីនដូចុះយ៉ាងណាចំពោះការខ្លមមើលកុំបារម្ភខ្ញុំបានថែរក្សាវ៉ាភស្តុតាងនៅទីនេះតើអ្នកមានអ្វីផ្សេងទៀតត្រូវនិយាយទេទោះបីជាអ្នកមានការខ្លមមើលវាគ្រាន់តែបញ្ជាក់ថាមានអ្នកផ្សេងដាក់វានៅក្នុងកាបូបរបស់អ្នកតើវាមានអ្វីដែលត្រូវធ្វើជាមួយខ្ញុំឥឡូវនេះនាងមានអារម្មណ៍ថាមានកំហុសហើយមិនហ៊ានបង្ហាញខ្លួនទេលីនរ៉ាន់តើអ្នកហ៊ាននិយាយថានេះមិនមានអ្វីដែលត្រូវធ្វើជាមួយអ្នកទេជាការពិតណាស់បន្ទាប់មកចាប់តាំងពីអ្នកអះអាងថានេះមិនមានអ្វីដែលត្រូវធ្វើជាមួយអ្នកតោះឲ្យប៉ូលីសស៊ើបអង្កេតរបៀបដែលខ្សែដៃនេះបានបញ្ចប់នៅក្នុងកាបូបរបស់អ្នកតើអ្នកហ៊ានអ្វីខ្ញុំមិនហ៊ានទេនេះជាពិធីជប់លៀងចូលរួមរបស់អ្នកប្រសិនបើប៉ូលីសមកវាមិនមែនជាខ្ញុំទេដែលខ្មាស់អៀនប្រសិនបើអ្នកហ៊ានហៅប៉ូលីសឪពុកខ្ញុំនឹងមិនទុកឲ្យអ្នកវ៉ៃនឹងថែនគឺជាបរិសុទ្ធរវល់គាត់ថែមទាំងមិនរំខានក្នុងការចូលរួមពិធីជប់លៀងចូលរួមរបស់កូនស្រីជាទីស្រឡាញ់របស់គាត់ប្រសិនបើខ្ញុំគ្រាន់តែរាយការណ៍ទៅប៉ូលីសនៅអ្វីដែលខ្ញុំខ្លាចអ្នកបញ្ឈប់វាពីរបៀបដែលរន់គ្រប់គ្រាន់ការខ្លំមើលបានបង្ហាញរួចហើយនេះមិនមានអ្វីដែលត្រូវធ្វើជាមួយលីនុចលីនរនទេអ្នកគួរតែសុំទោសបងស្រីរបស់អ្នកអ្វីអ្នកចង់ឲ្យខ្ញុំសុំទោសនាងគ្រាន់តែធ្វើវាបានសុំទោសនិយាយវាកាន់តែខ្លាំងខ្ញុំមិនអាចស្ដាប់អ្នកបានទេសុំទោសអ្នកណាខ្ញុំមិនគួរចោទប្រកាន់អ្នកពីការលួចពីខ្ញុំទេសុំទោសលីនរ៉ាន់តើអ្នកដឹងពីភាពខុសគ្នារវាងមនុស្សនិងសត្វទេសត្វដែលពួកគេគ្រាន់តែខ្វះធម្មជាតិរបស់មនុស្សមិនដូចមនុស្សខ្លះដែលល្ងង់និងអាក្រក់សូមឲ្យខ្ញុំប្រាប់អ្នកឧបបត្តិហេតុថ្ងៃនេះគឺជាមេរៀនសម្រាប់អ្នកពីខ្ញុំប្រសិនបើអ្នកហ៊ានបោះជំហានលើខ្ញុំម្ដងទៀតនាពេលអនាគតអ្នកនឹងសោកស្ដាយវាអូតើខ្ញុំគិតថានរណាជាអ្នកនៅតែមានសរសៃប្រសាទដើម្បីមកក្រុមហ៊ុនខ្ញុំមានអ្វីដែលត្រូវធ្វើកាលពីយប់មិញនឹកបានសប្បុរសហើយនឹងមិនប្រឆាំងនឹងអ្នកតើអ្នកហ៊ានមកធ្វើការនៅក្រុមហ៊ុនដោយរបៀបណាអំពីបញ្ហាការពីម្សិលមិញការពិតត្រូវបានបង្ហាញឲ្យឃើញរួចហើយ